សូមអនុញ្ញាតជម្រាបសួរបងប្អូនម្ចាស់ចម្ការដំឡូងមីជាទីរាប់អានយើងខ្ញុំសូមណែនាំប្រភេទជីពីរមុខដែលស័ក្តិសមប្រើលើដំណាំដំឡូងមីរបស់លោកអ្នករួមមាននាគខៀវនិងសុផាហុយម៉ាត់ជីបំពន់ទឹកនាគខៀវជាប្រភេទជី NPK ចម្បងលេខ1174ដោយមានអាសូតខ្ពស់ប្រសិទ្ធភាពជំរុញការលូតលាស់ដើមនិងស្លឹកក្នុងន័យថាជួយបើកផ្នែកថ្នាំងឲ្យបែកខ្នែងដោះចេញលឿនធ្វើឲ្យស្លឹកបៃតងស្រស់ជួយឲ្យដំណាំលូតលាស់លឿនក្នុងករណីដែលដំណាំមានសភាពក្រហមក្រិនដោយសារប្រើថ្នាំស្មៅឬបញ្ហារាំងស្ងួតជាដើម Super Hoymat Humic Acid Fulvic Acid 15% ប្រសិទ្ធភាពធ្វើឲ្យឫសលូតលាស់លឿននិងច្រើនជួយឲ្យមើមធំដែលមានលទ្ធភាពស្រូបយកសារធាតុចិញ្ចឹម NPK គ្រប់គ្រាន់ធ្វើឲ្យមើមមានទម្ងន់ដែលអាចជួយការប្រមូលផ្ដុំម្សៅក្នុងមើមបានច្រើនវិធីប្រើហុយម៉ាត់និងនាគខៀវមួយមុខមួយដបអាចលាយទឹកបាន500ទៅ1000លីត្រអាចប្រើលើផ្ទៃដី2ហិកតាទៅ4ហិកតាសូមសង្ខេបជារួមប្រភេទជី Super Hoymat ជួយជំរុញឫសនិងបង្កើនការស្រូបជីបានយ៉ាងល្អនាគខៀវ1174ផ្ដល់ជាសារធាតុចិញ្ចឹមសំខាន់ជួយឲ្យដើមលូតលាស់និងស្លឹកបៃតងខៀវស្រងាត់ជីទាំងពីរមុខនេះពិតជាជីដែលមានគុណភាពខ្ពស់លេខពេញដែលនាំចូលផ្ទាល់ពីប្រទេសតុរគីពិតប្រាកដបងប្អូនអាចរកជាវបានតាមដេប៉ូសហការគ្រប់ខេត្តក្រុងសូមអរគុណ